ទៅសារឃើញគេលក់មឹកមួយនឹង10000បងប្អូនអើយគិតជាលុយខ្មែរពូបារាំងខ្ញុំនេះក៏ខ្លាចដៃមឹកណាស់គាត់អត់ហ៊ានហូបទេមឹកហ្នឹងអញ្ចឹងហើយខ្ញុំមូលគួងជាមួយនឹងត្រីសាម៉ុនឲ្យពូបារាំងហូបជាមួយនឹងទឹកត្រីកោះកុងចំណែកឯខ្ញុំនេះដុតមឹកជាមួយនឹងទឹកខ្មុំប្រឡាក់អំបិលម្ទេសយើងនឹងបងប្អូនអូនិយាយថាឆ្ងាញ់នោះឆ្ងាញ់ម្នាក់ឯងនឹងជេបនេះលិតដៃគ្រប់ម្រាមហ្មងពូបារាំងគាត់ណាឃើញដៃមឹករត់បាត់ហើយបងប្អូនខ្ញុំហាន់លឹកខ្ទឹមហ្នឹងដាក់ជាមួយនឹងទឹកខ្មុំដើម្បីយើងលាបពីលើមឹករបស់យើងដែលយើងដាក់ចូលក្នុងអាំងឆ្នាំងភ្លើងហើយមឹកខ្ញុំនឹងប្រឡាក់ជាមួយអំបិលម្ទេសនឹង10នាទីហើយវាចូលជាតិហើយបានខ្ញុំយកទៅដុតវានៅក្នុងឆ្នាំងភ្លើងហ្នឹងរយៈពេល15នាទីអិនយកមករៀបចំជាមួយត្រីកោះកុងហើយនឹងគួងបន្លែខ្ញុំអត់មានអីច្រើនទេមានតែប៉ុណ្្នឹងស្រុកនេះខ្ញុំលាបទឹកខ្មុំពីលើហើយបានខ្ញុំមកកាត់ការ៉ុតនៅក្នុងឆ្នាំងភ្លើងគឺងាយស្រួលមែនតើប៉ុន្តែហើយមិនរៀបចំដាក់លើចង្អេររបស់ខ្ញុំចង្អេរមួយហ្នឹងខ្ញុំទៅទិញនៅហាងវៀតណាមចូលសំលេងឥឡូវនៅឃ្លានទៀត